វីដេអូនេះបង្ហាញពីខ្សែរឿងដ៏ស្ងប់ស្ងាត់និងអត់ធ្មត់របស់នារីម្នាក់ដែលរស់នៅតំបន់ជនបទកណ្ដាលធម្មជាតិដោយនាងបានចំណាយពេលធ្វើម្ហូបប្រពៃណីចិនដ៏ល្បីឈ្មោះមួយគឺមីស៊ុបខ្យង Lozavan ដោយចាប់ផ្ដើមពីបាតដៃតេនិងប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិពិតសាច់រឿងនៃវីដេអូនេះត្រូវបានបែងចែកជាដំណាក់កាលសំខាន់ដូចខាងក្រោមការធ្វើទំពាំងជូរគ្រឿងផ្សំស្នូលនាងដើរចូលព្រៃភ្នំកាត់ទឹកសន្សើមដើម្បីកាប់ទំពាំងស្រស់យកមកបកសម្បកស្ងោរនិងហែកជាចម្រៀកតូចបន្ទាប់មកនាងលីជាមួយគ្រឿងទេសម្ទេសស្ករគ្រាប់និងចាក់ទឹកក្បាលភ្នំរួចបិទគម្របត្រាំទុកក្នុងពាងរយៈពេល30ថ្ងៃដើម្បីឲ្យក្លាយជាទំពាំងជូរមានរសជាតិពិសេសការរៀបរកនិងសម្អាតខ្យងនាងចុះទៅរៀបរកខ្យងស្រែនៅក្នុងវាលស្រែយកមកត្រាំទឹកទុក3ថ្ងៃដើម្បីឲ្យវាខ្ជាក់ដីខ្សាច់ចេញអស់រួចលាងសម្អាតនិងកាត់កន្ទុយខ្យងចេញដើម្បីឲ្យងាយស្រួលចូលជាតិពេលចម្អិនការធ្វើសរសៃមីកាដាំងនំបញ្ចុកនាងយកអង្ករដែលត្រាំចោលមួយយប់មកកិននិងត្បាល់ថ្មឲ្យคล้ายជាម្សៅទឹករួចច្របាច់ច្រោះយកទឹកចេញឲ្យសល់តែដុំម្សៅនាងយកម្សៅនោះមកច្របាច់លីទឹកក្តៅនិងប្រេងឡងរួចដាក់ចូលពុម្ពឈើសង្កត់ទម្លាក់ជាសរសៃចូលក្នុងឆ្នាំងទឹកពុះនិងស្រង់ដាក់ត្រាំទឹកត្រជាក់ដើម្បីឲ្យសរសៃមីស្វិតល្អការរំងាស់ទឹកស៊ុបនាងរំលីងគ្រឿងទេសផ្កាចាន់ស្លឹកក្រូចសើចខ្ញីខ្ទឹមនិងទេសជាមួយប្រេងរួចដាក់ខ្យងចូលឆាជាមួយស្រះបន្ទាប់មកនាងចាក់ខ្យងនិងឆ្អឹងជំនីជ្រូកចូលក្នុងឆ្នាំងដីរំងាស់ដោយប្រើភ្លើងតិចអស់រយៈពេលពាក់កណ្ដាលថ្ងៃដើម្បីឲ្យចេញទឹកស៊ុបមានរសជាតិផ្អែមរហែកនិងឈ្ងុយឆ្ងាញ់ការរៀបចំនិងបរិភោគនាងយកទំពាំងជូរដែលត្រាំបានមុខមកប្រឡាក់ជាមួយប្រេងម្ទេសក្រហមចុងក្រោយនាងរៀបចំសរសៃមីដាក់ក្នុងចានរួចដាក់គ្រឿងបន្សំមានដូចជាទំពាំងជូរបន្លែស្រស់សណ្តែកគួរជ្រក់ផ្សិតខ្មៅស្បែកសណ្តែកបំពងតៅហ៊ូក្តៀបគ្រាប់សណ្តែកដីនិងខ្យងរួចដួសទឹកស៊ុបក្តៅស្រោចពីលើនាងអង្គុយញ៉ាំយ៉ាងឆ្ងាញ់នៅមុខផ្ទះប្រកបដោយភាពស្ងប់ស្ងាត់ព្រមទាំងបានរៀបចំមួយចានសម្រាប់សុនក្តៅគួរឲ្យស្រឡាញ់របស់នាងផងដែរដំណើររឿងទាំងមូលមិនត្រឹមតែបង្ហាញពីវិធីសាស្ត្រធ្វើម្ហូបដ៏ស្មុគស្មាញដែលទាមទារពេលវេលានិងភាពផ្ចិតផ្ចង់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីភាពស្រស់បំព្រងនៃជីវិតជនបទការរស់នៅប្រកបដោយភាពសាមញ្ញនិងការភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយធម្មជាតិ